ប្រធានាធិបតីដូណាល់ត្រាំបដិសេធមិនផ្ដល់ឲ្យអ៊ុយក្រែននៅមីស៊ីលរយៈចម្ងាយឆ្ងាយប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងប្រធានាធិបតីអ៊ុយក្រែនសេលិនស្គីបានជួបប្រជុំនៅសេតវិមានលើកទី3កាលពីថ្ងៃសុក្រទី17ខែតុលាឆ្នាំ2025លោកដូណាល់ត្រាំនិងលោកសេលិនស្គីបានជួបគ្នាជាច្រើនម៉ោងជាមួយនឹងជំនួយការកម្ពុជារបស់ពួកគេកាលពីថ្ងៃសុក្រទី17ខែតុលាឆ្នាំ2025ភ្លាមបន្ទាប់អំពីកិច្ចប្រជុំបានបញ្ចប់លោកត្រាំបានជំរុញឲ្យមានបទឈប់បាញ់នៅតាមខ្សែបន្ទាត់នៃសមរភូមិបច្ចុប្បន្ននិងបានអំពាវនាវឲ្យបញ្ចប់ការសម្លាប់គាត់បានប្រាប់អ្នកដែលនៅជុំវិញគាត់ថាគឺដោយសារតែការពិតនៃចំនួនដែលបានកើតឡើងដោយហេតុផលមានការបំផ្លិចបំផ្លាញច្រើនពេកនិងមានការសម្លាប់ច្រើនពេកនេះបើតាមមន្ត្រីម្នាក់ទៀតបាននិយាយថាភាគីទាំងពីរត្រូវតែធ្វើកិច្ចព្រមព្រៀងមួយដោយលើកហេតុផលថាលក្ខខណ្ឌកាន់តែអាក្រក់ទៅនៅក្នុងអ្វីដែលត្រូវបានពិពណ៌នាទៅកាន់ CNN ដោយមនុស្សមួយចំនួនដែលធ្លាប់ស្គាល់ថាជាការពិភាក្សាដ៏តានតឹងស្មោះត្រង់និងពេលខ្លះគឺមិនសូវជាមានការសម្របសម្រួលគ្នាលោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោកសេលិនស្គីនៅក្នុងកិច្ចសន្ទនាដោយផ្ទាល់និងស្មោះត្រង់ថាសម្រាប់ពេលនេះមេដឹកនាំអ៊ុយក្រែននឹងមិនទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់ដល់ចម្ងាយឆ្ងាយទៅកាន់ប្រទេសរុស្ស៊ីដែលគាត់កំពុងតែស្វែងរកនោះទេមន្ត្រីម្នាក់បាននិយាយថាលោកត្រាំស្ថិតនៅក្រោមការចាប់អារម្មណ៍ថាអ៊ុយក្រែនកំពុងតែស្វែងរកការកើនឡើងនិងអូសបន្លាយចំនួនហើយមានការព្រួយបារម្ភអំពីការខាត់បងដែលអាចកើតឡើងអំឡុងពេលរដូវរងាដ៏អាក្រក់ខាងមុខនេះ